Paris ឈ្មោះថា Barracuda Hotel ហើយខ្ញុំបានកក់សបត់ស្ងាត់ញ៉ាំអីពេលល្ងាចនៅហូតែនឹងតតែម្ដងសួស្ដីអ្នកទាំងអស់គ្នាឥឡូវទៅញ៉ាំអីនៅកន្លែងស្ថាគារគេបុកអាហារពេលល្ងាចញ៉ាំជាមួយប្តីនិយាយទៅកាលពីឆ្នាំមុនខ្ញុំបានដើរលេងក្រៅច្រើនណាហើយខ្ញុំចាំបានថាកាលហ្នឹងគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំផ្ទាល់ហើយប្តីខ្ញុំគាត់ចង់ឲ្យអ្វីដែលល្អមួយសម្រាប់ខ្ញុំចឹងទៅគាត់ក៏បានកក់ហូតែនេះទុកដើម្បីធ្វើជារាត្រី honeymoon សម្រាប់យើងពីរនាក់ចឹងណាថតក្រោយស្អាតណាស់ស្អាតណាស់បន្ទាប់មកអ្នករ៉េតអញ្ចឹងហើយនៅថ្ងៃនោះបន្ទាប់ពីបានដើរលេងរួចអស់ហ្នឹងពួកយើងក៏បានមកញ៉ាំអីនៅហូតែនៅពេលល្ងាចខ្ញុំចាំបានថាកាលខ្ញុំទៅហ្នឹងខែក្តៅប្រហែលអាទិត្យអត់ទាន់លិចទេអញ្ចឹងម៉ោង 7 8អីហ្នឹងគឺនៅបើកថ្ងៃធម្មតាអញ្ចឹងហើយពួកខ្ញុំក៏ផ្លាស់កៅអៅដូរកៅអៅមកញ៉ាំអីនៅខាងលើហូតែហ្នឹងទៅមួយទៅអត់ទេអ្នកទាំងអស់គ្នាប្រហែលជាគិតថាអូតែថ្លៃអញ្ចឹងកន្លែងញ៉ាំអីគេក៏ថ្លៃដែរចង់ប្រាប់អ្នកទាំងអស់គ្នាវិញថាបបិសោតដែលខ្ញុំបានទៅញ៉ាំនៅកន្លែងអូតែគេថ្លៃហ្នឹងតាមពិតទៅម្ហូបគេអត់សូវថ្លៃទេអ្នកទាំងអស់គ្នាប៉ុន្តែថ្លៃតែគ្រឿងផឹកវិញទេញ៉ាំម្ហូបដែលខ្ញុំញ៉ាំថ្ងៃហ្នឹងគឺ affordable មែនតើខ្ញុំអាចទទួលយកបានថាវាជាម្ហូបដែលឆ្ងាញ់ទី1ហើយគុណភាពបែប Michelin star ហើយបន្ទាប់មករសជាតិហ្នឹងក៏ឆ្ងាញ់ដែរហើយយើងអត់ចាំបាច់ត្រូវចំណាយលុយច្រើនអីពេកទេសម្រាប់ម្នាក់មួយចាននេះត្រឹមតែ20ទៅ30បារ៉ូទេអ្នកទាំងអស់គ្នាអាចញ៉ាំម្ហូបដែលឆ្ងាញ់មួយបានហើយហ្នឹងហើយសម្រាប់ការញ៉ាំអាហារពេលល្ងាចថ្ងៃហ្នឹងខ្ញុំចំណាយ2នាក់ហ្នឹងអស់ប្រហែលជាខ្ទង់80រៀលទេទាំងបោះសងបងប្អូនទាំងអស់គ្នាប៉ុន្តែបទពិសោធន៍ដែលខ្ញុំបានមកពីការញ៉ាំអាហារនៅភោជនីយដ្ឋានថ្លៃៗអញ្ចឹងខ្ញុំបានឃើញពីសង្គមថ្មីដែលខ្ញុំតែបានជួបច្រើនឃើញពីបរិយាកាសថ្មីហើយបទពិសោធន៍ការញ៉ាំនៅភោជនីយដ្ឋានបែបហ្នឹងវាខុសគ្នាដាច់ពី buffet តាមពិតអាហារដែលមានគុណភាពមិនចាំបាច់ញ៉ាំឲ្យឆ្អែតហើយច្រើនទេខ្លះត្រឹមតែអាហារមួយចានដែលគេដាក់ឲ្យយើងហ្នឹងក៏យើងឆ្អែតបានដែរព្រោះដោយសារតែបរិមាណសាច់ជាមួយបរិមាណបន្លែគេបានគិតគូររួចរាល់ហើយថាបរិមាណសាច់ប៉ុណ្ណាបន្លែប៉ុណ្ណាដែលអាចធ្វើឲ្យអ្នកបរិភោគហ្នឹងឆ្អែតបានសម្រាប់ខ្ញុំថ្ងៃនេះការចំណាយលុយញ៉ាំអាហារពេលល្ងាចហ្នឹងគឺវាពិសេសហើយវាមានតម្លៃសម្រាប់ជីវិតរបស់ខ្ញុំព្រោះថាមិនងាយញ៉ាំបានតែញ៉ាំអាហារបែបចឹងទេហើយក៏មិនមានលុយច្រើនក្នុងការញ៉ាំបែបហ្នឹងរាល់ថ្ងៃដែរសួស្ដីអ្នកទាំងអស់គ្នាឥឡូវទៅញ៉ាំអីនៅកន្លែងស្ថាគារគេបុកអាហារពេលល្ងាចញ៉ាំជាមួយប្តីឥឡូវយើងទៅជាន់ទីម៉ានទៅមួយទាំងអស់គ្នាញ៉ាំអាហារពេលល្ងាចមួយខ្ញុំទាំងអស់គ្នាជន់ណាចុះទី5ខ្ញុំទៅជន់លើហើយទៅដល់ជន់ណាកាត់ណាស្កែនវាBonjour. Wow. Kia vợ xã cặp sợi ý mà hai mà thế sao hả? À đúng. Bạn bên hủ phiên á. Phải ai mà nhà bạn bên hủ chắc mọi gì chết rồi. Passion của bạn là mọi người chặt passion. Alors, est-ce que vous désirez commencer par un apéritif? C'est un monsieur qui l'a commandé. Bah, je prends un cocktail de passion. Un cocktail passion, bien sûr. Un Virgin Mojito. Fruité ou le classique? Classique. Le classique, très bien. On part déjà sur ça, je vous laisse regarder la carte tranquille. D'accord. Est-ce que vous souhaitez de l'eau? Oui, oui. Une carafe ou de l'eau plate? Ouais, carafe d'eau? Ok, ça marche, Oui. c'est parfait. Merci. Je vous en prie. C'est à moi. Wow. Et Merci. Merci. Wow, lỗi à.
Đấy chứ, mojito mình. Mojitos. Mojito. Bien sûr, je vous apporte ça. Okay, right. Helps a little bit more sauce. Ching ching. Pour la cuisson bouchée, la cuisson s'il vous plaît. Il y a quoi? On a Ok. pois, Seigneur. saignant. Avec des frites, Oui, nhiều. la sauce, Sauce algérienne. Non, il n'y a pas. À miên này, sao hãy kê? poivre, roquefort, tartare, béarnaise. Oh, poire. Nhiều poire. Oui. Et pour vous, monsieur, Magret de canard. un demi ou entier? Un demi, c'est comment? C'est à peu près ça. En entier. C'est tout. Merci. Bầu. Hey. Wow. Mau nè, mà hô vậy. Phó to tao non mát ấy kế. Tí em có mua chẳng? Ngoài dược pi. Wow. Merci. Bang ở trên nè. Hô bà rắn chắc cái bông bông ngọt nè. À tình đâu vậy? Hôm nay lên đại cho hang thay cho tôi. Mà hộp rắn kê to lắm. Wow, to. And sauce. Sauce kê. Ôi, này là nó. Lấy cái sồi chứ mình Khô hả? Nó khô rồi. chặt sồi luôn cái gì lụa chẳng Đang nói gì? không nó cái sồi chứ Có đây là đây. hộp cái trứng à bờ mập hay thiếu sao vậy Cho thấy buồn. Senyor.